នេះជារបៀបប្រើប្រាស់របស់ E1000 LSP កម្លាំង 1008 វ៉ាត់នេះគឺជាប៊ូតុងដែលយើងចុចបិទបើកហើយបើសិនបើយើងចង់ប្រើ AC គឺប៊ូតុងនៅខាងក្រោមនេះយើងចុចទៅវាប្រើភ្លើង AC បានហើយសម្រាប់រុន AC យើងមាន3ដែលយើងអាចប្រើបានច្រើនឧបករណ៍ក្នុងពេលតែមួយតែម្ដងហើយបើសិនបើយើងប្រើ DC នេះជាប៊ូតុងចុចបើក DC អញ្ចឹងមាន DC 12 V ពី3រុនតាមតម្រូវការដែលយើងចង់ប្រើប្រាស់ហើយខាងក្រោមនេះគឺជា USB Type A Type C fast charging នៃចំហៀងខាងនេះតែម្ដងហើយនៅចំហៀងខាងឆ្វេងនេះវិញគឺជារុនដែលយើងសាកបញ្ចូលតាមរយៈ solar ឬពីកតុយបរិឡានបានហើយនៅចំហៀងមកខាងទៀតនេះគឺជារុនដែលយើងត្រូវការសាកបញ្ចូលតាមរយៈអគ្គិសនីបាទនេះគឺជារុនដែលយើងត្រូវការសាកបញ្ចូលតាមរយៈអគ្គិសនីប្រើរយៈពេលតែ1ម៉ោងជាងនេះគឺសាកពេញហើយចំហៀងខាងនេះទៀតគឺជារុនដែលយើងត្រូវតថ្មបន្ថែមបានមួយគ្រាប់ហើយសម្រាប់ E1000 នេះគឺយើងតថ្មថែមបានតែមួយគ្រាប់ទៀតទេបាទសូមអរគុណ